តើជំងឺគ្រុនក្រពើជាជំងឺដែលទាក់ទងជាមួយនឹងកម្មផលរបស់បងប្អូនពីជាតិមុនដែរឬទេហើយជំងឺនេះឆ្លងដែរឬទេតើជំងឺគ្រុនក្រពើនេះធ្វើឲ្យយើងវិវត្តទៅរកមហារីកស្បែកដែរឬទេជំរាបសួរពុកម៉ែបងប្អូនខ្ញុំដុកទ័រពីទូជំងឺគ្រុនក្រពើគឺជាជំងឺដែលងាយស្រួលធ្វើរោគវិនិច្ឆ័យបងប្អូនអាចមើលឃើញរូបភាពផ្ទាល់នៅលើស្បែកដូចជាការបាត់ពណ៌ស្បែកសដុំយើងអាចដឹងថាជំងឺនេះអាចជាជំងឺគ្រុនក្រពើប៉ុន្តែការព្យាបាលមិនងាយស្រួលដូចតែអ្វីដែលយើងមើលឃើញទេគឺយើងត្រូវការពេលវេលាត្រូវការភាពអត់ធ្មត់ហើយនឹងត្រូវការថ្នាំឬក៏បច្ចេកទេសព្យាបាលជាច្រើនទន្ទឹមនឹងរយៈពេលយូរនៃការព្យាបាលយើងមានសំណួរជាច្រើនដែលត្រូវបានមកសួរមកកាន់គ្រូពេទ្យហើយខ្ញុំរើសយកសំណួរ5ដែលជាសំណួរដែលឧស្សាហ៍សួរច្រើនជាងគេមកកាន់ខ្ញុំបាទសំណួរទី1តើជំងឺបាត់ពណ៌ស្បែកឬក៏ជំងឺគ្រុនក្រពើនេះឆ្លងឬយ៉ាងណាជំងឺនេះគឺជាជំងឺមិនឆ្លងទោះបីជាយើងប៉ះពាល់ដោយសាច់ផ្ទាល់ឬក៏យើងប៉ះពាល់ដោយទឹកមាត់ប៉ះពាល់ដោយការប្រើឈាមឬក៏សម្ភារៈរួមគ្នាក៏អត់ឆ្លងដែរពីព្រោះថាជំងឺនេះគឺជាជំងឺដែលប៉ះពាល់ទៅលើពណ៌របស់ស្បែកតែប៉ុណ្ណោះសំណួរទី2ដែលបងប្អូនយើងឧស្សាហ៍សួរជាងគេថាតើវាជាកម្មផលរបស់គាត់ឬយ៉ាងណាដែលធ្វើឲ្យគាត់កើតជំងឺបាត់ពណ៌ស្បែកប្រភេទនេះឆ្លើយតបជាមួយនឹងសំណួរទី2នេះគឺជំងឺគ្រុនក្រពើគឺការឡើងដោយសារតែប្រព័ន្ធភាពស៊ាំរបស់យើងមកវាយជាមួយនឹងរោងចក្រផលិតពណ៌ស្បែករបស់យើងដែលធ្វើឲ្យយើងបាត់ពណ៌មិនទាក់ទងជាមួយនឹងកម្មផលទេតើជំងឺគ្រុនក្រពើនេះអាចប៉ះពាល់ដល់បញ្ញាស្មារតីបងប្អូនអត់នេះគឺជាសំណួរទី3ដែលឧស្សាហ៍សួរមកកាន់ពួកយើងដែលជាពេទ្យសាស្បែកជំងឺបាត់ពណ៌ស្បែកឬក៏គ្រុនក្រពើជាជំងឺដែលប៉ះពាល់តែពណ៌ស្បែកតែប៉ុណ្ណោះមិនប៉ះពាល់ដល់បញ្ញាមិនប៉ះពាល់ដល់ខួរក្បាលឬក៏រាងកាយដទៃនៃអ្នកជំងឺទេបានណាថាជំងឺនេះអាចប៉ះពាល់ទៅដល់កពេញពកឬក៏ប៉ះពាល់ជាមួយគ្រាប់ឈាមក្រហមប៉ុន្តែមិនប៉ះពាល់ទៅដល់បញ្ញាស្មារតីរបស់អ្នកជំងឺសំណួរទី4ច្រើនបងប្អូនយើងលើកឡើងថាតើជំងឺនេះអាចវិវត្តទៅមហារីកស្បែកឬក៏អត់ហើយជាជំងឺប្រភេទជំងឺហង្សិនឬក៏ជំងឺឃ្លុងអត់ពីព្រោះថាមានឈ្មោះថាឃ្លុងក្រពើដែរដោយសារតែឈ្មោះឃ្លុងក្រពើនេះត្រូវបានយើងស្គាល់ច្រើនប៉ុន្តែជាទូទៅជំងឺឃ្លុងក្រពើឬក៏ Vitiligo នេះមិនមែនជាជំងឺឃ្លុងទេវាជាជំងឺបាត់ពណ៌ស្បែកដោយសារតែរោងចក្រផលិតពណ៌ស្បែកត្រូវបានបំផ្លាញដោយប្រព័ន្ធភាពស៊ាំរបស់យើងតែប៉ុណ្ណោះហើយសំណួរចុងក្រោយតើអាហារពណ៌សជំរុញឲ្យយើងកើតជំងឺបាត់ពណ៌ស្បែកនេះឬអត់អាហារពណ៌សទូទៀតសោដូចជាទឹកដោះគោដូចជាស៊ុតពណ៌សនេះគឺជាពាក្យចចាមអារាមហើយមិនមានអាហារណាដែលជំរុញឲ្យយើងកើតជំងឺបាត់ពណ៌ស្បែកនេះទេអញ្ចឹងមកទល់សប្តាហ៍ថ្ងៃនេះជំងឺបាត់ពណ៌ស្បែកយើងមានមធ្យោបាយនៅក្នុងការព្យាបាលហើយយើងត្រូវធ្វើតេស្តមួយចំនួនដើម្បីរកមើលតើអ្នកជំងឺគាត់មានជំងឺអីពាក់ព័ន្ធដូចជាជំងឺកពេញពកជំងឺទាក់ទងជាមួយកង្វះវីតាមីន B12 ឬក៏ទាក់ទងជាមួយនឹងជំងឺជ្រុះសក់ដុំដែលគេហៅថា alopecia areata ពីព្រោះថាជំងឺកញ្ចុំជំងឺបណ្ដុំជំងឺទាំងអស់ហ្នឹងគឺបណ្ដាលឲ្យយើងកើតមកពីប្រព័ន្ធភាពស៊ាំរបស់យើងធ្វើឲ្យយើងកើតជំងឺទាំងអស់ហ្នឹង